ด้ามกำเนิดในភាសាភាសាគឺជាវិធីសាស្ត្រប្រស្រ័យទាក់ទងដ៏សំខាន់បំផុតរបស់មនុស្សដែលអាចបង្ហាញគំនិតអារម្មណ៍និងចំណេះដឹងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ប៉ុន្តែសំណួរដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រចង់ដឹងគឺភាសាបានកើតឡើងដំបូងនៅទីណានិងដោយរបៀបណា 1. ទស្សនៈតាមព្រះគម្ពីរនិងរឿងព្រេងបុរាណមនុស្សជឿថាភាសាគឺជាអំណោយពិសេសពីព្រះឬអាទិទេពឧទាហរណ៍ក្នុងសាសនាគ្រិស្តព្រះបានផ្ដល់ភាសាដល់មនុស្សដំបូងហើយក្រោយមកមានរឿងប៉ោមបាបែលដែលព្រះបានធ្វើឲ្យភាសាមនុស្សខុសៗគ្នា 2. ទស្សនៈវិទ្យាសាស្ត្រអ្នកជំនាញភាសាវិទ្យានិងបុរាណវិទ្យាសន្មតថាភាសាបានបង្កើតឡើងតាមបែបធម្មជាតិបន្ទាប់ពីមនុស្សអភិវឌ្ឍចំណេះដឹងនិងសមត្ថភាពប្រើសំឡេងទ្រឹស្ដីសំឡេងធម្មជាតិ Bao Theory និយាយថាភាសាដំបូងកើតពីការប្រើសំឡេងដែលស្រដៀងនឹងសំឡេងធម្មជាតិឧទាហរណ៍សំឡេងសត្វឬសំឡេងធម្មជាតិនានាទ្រឹស្ដីកាយវិការទិសំឡេងពន្យល់ថាមនុស្សបានប្រើកាយវិការនិងសញ្ញាដំបូងបន្ទាប់មកទើបបំលែងទៅជាសំឡេងនិងពាក្យទ្រឹស្ដីសង្គមបញ្ជាក់ថាភាសាបានបង្កើតឡើងដើម្បីឲ្យមនុស្សអាចសហការគ្នានៅក្នុងការងារនិងជីវិតប្រចាំថ្ងៃ 3. ភស្តុតាងបុរាណវិទ្យាកលពលវិទ្យាបង្ហាញថាមនុស្សប្រុស Homo sapiens មានសមត្ថភាពប្រើភាសាប្រហែល50,000ទៅ100,000ឆ្នាំមុនការរកឃើញឧបករណ៍និងសិល្បៈលើជញ្ជាំងថ្មបង្ហាញថាមនុស្សបានមានប្រព័ន្ធប្រស្រ័យទាក់ទងស្មុគស្មាញ 4. ភាសាបន្តបន្សំនិងបំបែកនៅដើមមានតែភាសាមួយឬតិចប៉ុណ្ណោះតាមពេលវេលាក្រុមមនុស្សបែកចេញទៅរស់នៅតំបន់ផ្សេងៗភាសាក៏បំបែកនិងបង្កើតភាសាថ្មីៗឡើងនេះជាមូលហេតុដែលពិភពលោកសព្វថ្ងៃមានភាសាជាង 7,000 ភាសាសន្និដ្ឋានដើមកំណើតនៃភាសាមិនអាចកំណត់ពិតប្រាកដបានទេប៉ុន្តែអាចនិយាយថាវាជាលទ្ធផលនៃការអភិវឌ្ឍខួរក្បាលមនុស្សការរស់នៅសង្គមនិងតម្រូវការប្រស័យទាក់ទងភាសាមិនត្រឹមតែជាឧបករណ៍និយាយទេប៉ុន្តែជាកត្តាសំខាន់ក្នុងការបង្កើតវប្បធម៌អត្តសញ្ញាណនិងសិល្បៈមនុស្សតើអ្នកចង់